សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះជាញឹកញាប់គឺឈឺចង្កេះបញ្ហានេះអាចកើតឡើងទាំងអ្នកធ្វើការការិយាល័យអ្នកធ្វើការធ្ងន់ឬសូម្បីតែអ្នកដែលមិនហាត់ប្រាណមនុស្សជាច្រើនគិតថាឈឺចង្កេះគ្រាន់តែជារឿងតូចប៉ុន្តែពិតប្រាកដវាអាចបង្ហាញពីបញ្ហាសុខភាពផ្សេងៗដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុសំខាន់ៗមូលហេតុទី1គឺអង្គុយយូរបើអ្នកអង្គុយយូរៗដោយមិនផ្លាស់ទីសាច់ដុំចង្កេះនឹងតឹងហើយបង្កឲ្យឈឺជាពិសេសបើអង្គុយខុសទម្រង់មូលហេតុទី2គឺឈរយូរមិនត្រឹមតែអង្គុយទេការឈរយូរៗក៏អាចធ្វើឲ្យចង្កេះឈឺដោយសារតែសម្ពាធលើសាច់ដុំមូលហេតុទី3គឺលើកវត្ថុធ្ងន់ខុសវិធីបើអ្នកលើកវត្ថុធ្ងន់ដោយកោងខ្នងវាអាចបង្កឲ្យសាច់ដុំរងរបួសហើយឈឺចង្កេះភ្លាមមូលហេតុទី4គឺមិនហាត់ប្រាណបើសាច់ដុំខ្សោយវាមិនអាចគ្រប់គ្រងខ្នងបានល្អហើយងាយឈឺមូលហេតុទី5គឺទម្ងន់លើសបង្កសម្ពាធលើចង្កេះធ្វើឲ្យឈឺជាញឹកញាប់មូលហេតុទី6គឺគេងខុសទម្រង់ក្រែទន់ពេកឬរឹងពេកអាចប៉ះពាល់ដល់ចង្កេះមូលហេតុទី7គឺ stress អាចធ្វើឲ្យសាច់ដុំតឹងហើយបង្កឲ្យឈឺមូលហេតុទី8គឺបញ្ហាសុខភាពដូចជា disc coach ឬសន្លាក់បើឈឺយូរគួរតែពិនិត្យជាមួយគ្រូពេទ្យឥឡូវនេះមកស្គាល់វិធីបង្ការនិងបន្ថយការឈឺអង្គុយឲ្យត្រឹមត្រូវកុំអង្គុយយូរពេកឈរឬដើររៀងរាល់30នាទីហាត់ប្រាណសម្រាប់ខ្នងលើកវត្ថុដែលប្រើជើងមិនមែនខ្នងគេងលើគ្រែដែលសមរម្យបើអ្នកឈឺចង្កេះអាចព្យាយាម stretch យឺតឬប្រើកម្ដៅដើម្បីបន្ថយការឈឺប៉ុន្តែបើឈឺខ្លាំងឬយូរពេកសូមទៅពិនិត្យជាមួយអ្នកជំនាញសរុបវិញឈឺចង្កេះមិនមែនជារឿងតូចទេវាអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃបើយើងយល់ពីមូលហេតុហើយកែប្រែទម្លាប់យើងអាចការពារនិងបន្ថយការឈឺបានបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe channel ខ្សែជីវិតសូមអរគុណ